មេរៀនមួយការផ្ដាច់ចំណងអាពាហ៍ពិពាហ៍លែងលះការផ្ដាច់ចំណងអាពាហ៍ពិពាហ៍ឬហៅថាការលែងលះគឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលមនុស្សភាគច្រើនមើលឃើញថាជារឿងអវិជ្ជមានដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបុគ្គល ក្រុមគ្រួសារនិងសង្គមនៅក្នុងប្រទេសកម្ពុជាការលែងលះត្រូវបានកំណត់ដោយច្បាប់រដ្ឋវប្បធម៌ទំនៀមទម្លាប់និងបទដ្ឋានសង្គមដែលផ្ដោតលើការផ្សះផ្សានិងភាពសុខដុមរមនាទោះជាយ៉ាងណាក៏ដោយបើទំនាក់ទំនងអាពាហ៍ពិពាហ៍មិនអាចបន្តទៅបានដោយសុខសាន្តនិងដោយសុភមង្គលការលែងលះអាចជាជម្រើសដែលល្អជាងការបន្តរស់នៅក្នុងទំនាក់ទំនងដែលមានការបំពានមានការឈ្លោះប្រកែកឬមានភាពអវិជ្ជមានច្រើនដែលអាចប៉ះពាល់ខ្លាំងទៅដល់លើសុខភាពផ្លូវចិត្តអារម្មណ៍និងបរិយាកាសគ្រួសារផ្អែកលើការស្រាវជ្រាវអន្តរជាតិប្រសិនបើកម្រិតនៃចំនួនមុនពេលលែងលះទាបការលែងលះអាចមានហានិភ័យចំពោះការសម្របខ្លួនរបស់កុមារទោះជាយ៉ាងណាការណាជីវិតគ្រួសារពេញទៅដោយចំនួនខ្លាំងជាបន្តបន្ទាប់កុមារសម្របខ្លួនបានល្អជាងក្រោយពេលដែលឪពុកម្ដាយលែងលះបើប្រៀបធៀបនឹងការបន្តរស់នៅក្នុងអាពាហ៍ពិពាហ៍ដែលមិនមានសុខដុមរមនាកត្តាសម្រេចចិត្តសំខាន់បន្ទាប់ពីគុណភាពនៃការសហការចិញ្ចឹមកូនស្ថិរភាពនៃការថែទាំកូននិងការកាត់បន្ថយជម្លោះរបស់មាតាក្រោយពេលលែងលះមូលហេតុសំខាន់ៗនៃការលែងលះរួមមានការផិតក្បត់ការបំពានលើរាងកាយការបំពានផ្លូវចិត្តការបែកបាក់ផ្លូវចិត្តដូចជាមិនទុកចិត្តគ្នាការគេចវេះពីកាតព្វកិច្ចឬការទទួលខុសត្រូវភាពអសីលធម៌និងអាកប្បកិរិយាមិនល្អផលអវិជ្ជមានកើតចេញពីការលែងលះប៉ះពាល់អារម្មណ៍ខ្លាំងសោកសៅឈឺចាប់ផ្លូវចិត្តនិងបាត់បង់ទំនុកចិត្តកូនអាចបាត់បង់ភាពកក់ក្ដៅនិងការគាំទ្រផ្លូវចិត្តគ្រប់គ្រាន់ប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនិងរបៀបរស់នៅប្រចាំថ្ងៃជាទូទៅមានផលប៉ះពាល់មធ្យមតែវាអាស្រ័យលើបរិបទគ្រួសារនិងគុណភាពនៃការចិញ្ចឹមអប់រំកូនផលវិជ្ជមានកើតចេញពីការលែងលះសុខភាពផ្លូវចិត្តរបស់មាតាបិតានិងកូនអាចប្រសើរឡើងពេលចាកចេញពីទំនាក់ទំនងដែលរងការបំពានឬបរិយាកាសជម្លោះខ្លាំងផ្ដល់ឱកាសដល់បុគ្គលក្នុងការកសាងជីវិតថ្មីនិងរស់នៅក្នុងបរិយាកាសដែលសុខសាន្តជាងមុនកាត់បន្ថយការប្រឈមមុខរបស់កូនជាមួយជម្លោះនិងភាពតានតឹងក្នុងគ្រួសារកូននៅតែមានឪពុកនិងម្ដាយតែពួកយើងរស់នៅបែកគ្នាហើយចែករំលែកការទទួលខុសត្រូវក្នុងការចិញ្ចឹមកូនរួមគ្នាសម្រាប់គ្រួសារដែលមានជម្លោះខ្លាំងជារឿយៗការបញ្ចប់ជម្លោះតាមរយៈការលែងលះអាចធ្វើឲ្យកូនមានសុវត្ថិភាពផ្លូវអារម្មណ៍និងលទ្ធផលរយៈពេលវែងល្អជាងការសម្រេចចិត្តលែងលះមិនមែនជាការសម្រេចចិត្តងាយស្រួលឡើយមុននឹងសម្រេចចិត្តឪពុកម្ដាយគួរពិចារណាដោយយកសុវត្ថិភាពសុខុមាលភាពនិងផលប្រយោជន៍របស់កូនជាចម្បងក៏ដូចជាធ្វើនៅជំហានបន្ថែមដូចជាការពិគ្រោះយោបល់ជាមួយគ្រួសារការកាត់បន្ថយជម្លោះនិងការរៀបចំផែនការសហការចិញ្ចឹមកូនរួមគ្នាឲ្យច្បាស់លាស់ក្រោយពេលលែងលះការលែងលះមិនមែនជាបរាជ័យទេប៉ុន្តែជាការសម្រេចចិត្តដ៏ក្លាហាននិងដោយទទួលខុសត្រូវដើម្បីបញ្ចប់បរិយាកាសអវិជ្ជមាននិងបង្កើតភាពសុខដុមរមនាសុវត្ថិភាពនិងការរីកចម្រើនសម្រាប់កូននិងក្រុមគ្រួសារទាំងមូល